បងប្អូនឥឡូវខ្ញុំតដោយសារខ្លីវីដេអូវិញយើងបាញ់អត់ចេញពុកម៉ែបងប្អូនចានេះខ្ញុំតពីសាច់រឿងការជួបជ្រៅខាថោះហើយឬក៏ខែ1ខែ2ខែ3អញ្ចឹងណាចាខែឬក៏អាចចាប់រាប់ពីខែ5ទៅអញ្ចឹងពុកម៉ែបងប្អូនចាអញ្ចឹងខ្ញុំប្រាប់ពុកម៉ែបងប្អូនចាអានេះតំណាងឲ្យខ្ញុំអួតថាខែ5យើងនឹងចោះចាខែ5អញ្ចឹងខែ5តើយើងអួតថា10គីឡូយើងទឹកបៀដំណើរចាក់ចេញអញ្ចឹងណា10គីឡូគឺដំណើរចាក់ចេញតែវាអាចចាក់ចេញឆ្ងាយអីចឹងទៅឬក៏គិតការងារផ្លាស់ប្ដូរអីចឹងណាពុកម៉ែបងប្អូនចាប៉ុន្តែគឺថាការផ្លាស់ប្ដូរឬក៏អីចឹងថាវាមានផលចំណេញអត់ពុកម៉ែបងប្អូនវាអត់សូវមានផលទេដោយសារលុយវាកាត់អត់អានេះគឺបញ្ជាក់ចាបើសិនណាយើងយកតែមួយហ្នឹងការនិយាយក៏បានដែរប៉ុន្តែយើងបញ្ជាក់ចាយើងបញ្ជាក់ដើម្បីថាយើងអត់ຕົកចិត្តណាពុកម៉ែបងប្អូនចាគេហៅបញ្ជាក់អញ្ចឹងពុកម៉ែបងប្អូនថាយើងចេញដំណើរទៅឯក្នុងខែ5ចាវាមានការរាំងស្ទះអ្វីមួយក៏ដោយរឿងលុយកាក់ក្រៅតែយើងត្រូវចេញដែរអញ្ចឹងក៏យើងត្រូវមានការចំណាយលុយកាក់តិចតួចអញ្ចឹងពុកម៉ែបងប្អូនចានឹងខែ5ចាបើយើងនិយាយពីក្នុងខែ6តែមកវិញចាខែ6អាចថាលេខយើងនឹងមានបានរង្វាន់ឬក៏លុយកាក់ប្រាក់ការឬក៏មានគេចូលចិត្តឬក៏គេហៅយើងធ្វើការដោយសារអីពុកម៉ែបងប្អូនចានេះបញ្ជាក់ដោយសារមានរឿងវាអត់សូវច្បាស់តិចអតាការ៉ូពុកម៉ែបងប្អូនចាអញ្ចឹងដល់ពេលអញ្ចឹងទៅយើងអាចថានឹងបានរង្វាន់ឬក៏បានលុយដែលលុយអ្វីមួយពិសេសពីតកែឬក៏មេយើងចាអញ្ចឹងឬក៏អាចបានធ្វើការធ្វើអីចឹងពុកម៉ែបងប្អូនចាអញ្ចឹងមើលតពីចំណុចចឹងអញ្ចឹងដល់ពេលយើងចូលខែ5ខែ6ចូលខែ7ចាខែ7យើងស្មុកស្មាញធុញថប់ឬក៏យើងឈឺស្កាត់អញ្ចឹងតែវាអត់អីទេវាឈឺស្កាត់ហ្នឹងវាអាចថាវាប៉ះពាល់ជំងឺស្នេហាជំងឺក្នុងក្រុមគ្រួសារជំងឺផ្លូវចិត្តចាវាពាក់ព័ន្ធនឹងតិចដោយសារយើងបញ្ជាក់មកវាឃើញទឹកវា8កើពុកម៉ែបងប្អូនចាអញ្ចឹងបញ្ជាក់មកអញ្ចឹងមើលតបែបហ្នឹងពុកម៉ែបងប្អូនចាសិនណាពុកម៉ែបងប្អូនមានចម្ងល់អីឬអីអាចឆាតសួរខ្ញុំបានឬក៏វាយ Telegram របស់ខ្ញុំសួរបានចាអញ្ចឹងអ្នកចង់រៀនក៏ខ្ញុំបង្រៀនណាពុកម៉ែបងប្អូនបង្រៀនចាក្នុងមួយចេះបានសភៅមួយក្បាលតែ$300ទេពុកម៉ែបងប្អូនចានិយាយរួមទៅអាចយកមើលរីស័យមើលអីយើងបានចាបើយើងទៅទាយគ្រូគេផ្សេងក៏4 10 20រៀលក៏ទាយ3 4 5ដងវាចង់អស់ពី$300ពុកម៉ែបងប្អូនអើយចាប៉ុន្តែបើសិនណាពុកម៉ែបងប្អូនរៀនជាមួយខ្ញុំចាខ្ញុំបញ្យល់ពុកម៉ែបងប្អូនលុះត្រាតាមពុកម៉ែបងប្អូនឆ្អិនទោះបីមិនឆ្អិនឬក៏ចង់ទូទាយឲ្យគេផ្សេងថាអ្នកគ្រូខ្ញុំកន្លែងនេះអ្នកគ្រូជួយបង្ហាញខ្ញុំតិចចាខ្ញុំ24ម៉ោងគឺខ្ញុំទទួលពុកម៉ែបងប្អូនដើម្បីប្រាប់ឲ្យតអ្នករៀនជាមួយខ្ញុំណាពុកម៉ែបងប្អូនតែអ្នកមិនចង់រៀនទេក៏អាចចូលមេរៀនខ្ញុំចាដើម្បីមើលដើម្បីហាត់រៀនខ្លួនឯងអីខ្លួនឯងទៅតិចតួចកុំឲ្យអស់លុយអញ្ចឹងពុកម៉ែបងប្អូនចា